ជំរាបសួរហើយក៏សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel សម្រាយរឿងភូមិថ្មីដែលនៅក្នុងថ្ងៃនេះដែរ Admin នឹងយកនៅសាច់រឿងមួយមកសម្រាយជូនប្រិយមិត្តទាំងអស់គ្នាទុកជាការស្ដាប់កំសាន្តដែលសាច់រឿងនេះដែរនិយាយអំពីកូនប្រុសរបស់មេតបគេបានឃើញក្មេងដែលជាអ្នកបម្រើនៅក្នុងផ្ទះរបស់គេម្នាក់សម្លឹងមិនដាក់ភ្នែកទាល់តែសោះទៅរកនំប៉័ងដែលបានទុកនៅលើតុយ៉ាងមានរបៀបរៀបរយក្មេងប្រុសអ្នកបម្រើម្នាក់នោះសម្លឹងទៅកាន់នំប៉័ងដោយអារម្មណ៍របស់គេចង់ញ៉ាំនំប៉័ងនោះយ៉ាងខ្លាំងក្លេលីដែលជាកូនប្រុសរបស់មេតបជនជាតិអាល្លឺម៉ង់ម្នាក់នោះបានឃើញអ្នកបម្រើដែលជាក្មេងប្រុសនៅក្នុងផ្ទះរបស់ខ្លួនសម្លឹងទៅកាន់នំប៉័ងដោយមិនដាក់ភ្នែកបែបនេះគេក៏បានសួរនាំទៅកាន់ក្មេងប្រុសម្នាក់នោះថាតើគេចង់ញ៉ាំនំប៉័ងនេះមែនដែរឬទេបន្ទាប់មកក្មេងប្រុសដែលជាអ្នកបម្រើម្នាក់នោះបាននិយាយត្រង់ៗទៅកាន់ចៅហ្វាយរបស់គេថាបាទខ្ញុំពិតជាចង់ញ៉ាំនំប៉័ងនេះមែនបន្ទាប់មកក្លេលីដោយអាណិតទៅកាន់ក្មេងប្រុសម្នាក់នោះក៏បានយកនំប៉័ងឲ្យគេមួយដុំក្លេលីពេញចិត្តយ៉ាងខ្លាំងនឹងទង្វើរបស់គាត់ដែលបានយកនំប៉័ងឲ្យក្មេងប្រុសដែលជាអ្នកបម្រើនៅក្នុងផ្ទះរបស់ខ្លួនក្មេងប្រុសទាំងពីរនាក់នេះចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយនឹងគ្នាចាប់តាំងពីពេលនេះទៅភេទដែលជាអ្នកបម្រើក្មេងនៅក្នុងផ្ទះនេះគេចាប់ផ្ដើមយកនំប៉័ងដែលក្លេលីឲ្យមកកាន់គេយកទៅញ៉ាំយ៉ាងលឿនដោយអារម្មណ៍ស្រេកឃ្លានរបស់គេចៅហ្វាយតូចរបស់គេម្នាក់នេះមិនមានចិត្តអាក្រក់នោះទេចំពោះគេក៏ប៉ុន្តែភ្លាមនោះមន្ត្រីម្នាក់បានសម្រុកចូលមកកន្លែងរបស់គេភ្លាមមន្ត្រីម្នាក់នោះបានសួរទៅកាន់ភេទថាតើឯងបានលួចនំប៉័ងនេះមែនទេហេតុអ្វីបានជាឯងលួចវាយកមកស៊ីឯងមិនខ្លាចយើងវាយឯងនឹងដំបងទេឬភេទបានឆ្លើយតបទៅកាន់មន្ត្រីម្នាក់នោះទាំងអារម្មណ៍ភ័យខ្លាចរបស់គេថាទេគេមិនបានលួចនំប៉័ងនេះនោះទេគឺចៅហ្វាយតូចបានឲ្យមកគេនោះទេភេទបាននិយាយបែបនេះទៅកាន់មន្ត្រីម្នាក់នោះបន្ទាប់មកចៅហ្វាយតូចក៏បានបដិសេធជាមួយនឹងការចោទប្រកាន់របស់គេថាទេខ្ញុំមិនបានដឹងទេខ្ញុំទើបតែចូលមកក្នុងទីនេះមុននេះបន្តិចតែប៉ុណ្ណោះគេលួចស៊ីនំប៉័ងនេះដោយខ្លួនឯងតែប៉ុណ្ណោះខ្ញុំមិនបានពាក់ព័ន្ធនឹងរឿងនេះទេភេទមានអារម្មណ៍ភ្ញាក់ផ្អើលនឹងចម្លើយសារភាពរបស់ចៅហ្វាយតូចរបស់ខ្លួនបន្ទាប់មកមន្ត្រីម្នាក់នោះក៏បានព្រមានភេទថាបើលើកក្រោយមានទង្វើបែបនេះតទៅទៀតគេនឹងត្រូវស្លាប់ជាមិនខានហើយក៏បាននាំចៅហ្វាយតូចមកក្នុងបន្ទប់របស់គេវិញបន្ទាប់ពីមកដល់ក្នុងបន្ទប់ក្លេលីមានអារម្មណ៍ថាខុសចំពោះភេទយ៉ាងខ្លាំងដោយគេមិនអាចការពារភេទបានភ្លាមនោះក្លេលីក៏បានរត់ចុះមកក្រោមវិញយ៉ាងលឿនដោយសង្ឃឹមថានឹងអាចពន្យល់នៅអ្វីគ្រប់យ៉ាងដែលបានកើតឡើងចំពោះភេទក៏ប៉ុន្តែភេទបានចាក់ចេញពីទីនោះបាត់ទៅហើយក្លេលីមានអារម្មណ៍ចង់សុំទោសទៅកាន់ភេទយ៉ាងខ្លាំងដោយចង់ប៉ះពើនៅកំហុសខុសឆ្គងដែលខ្លួនបានធ្វើចំពោះភេទក៏ប៉ុន្តែនៅពេលនេះគេមិនមានឱកាសក្នុងការប៉ះពើនៅកំហុសរបស់គេដែលបានធ្វើចំពោះភេទទៀតនោះទេងាកទៅកាន់គ្រួសាររបស់ក្លេលីកាលពីកន្លះខែមុនដោយសារតែគ្រួសាររបស់ក្លេលីត្រូវបានផ្លាស់ប្ដូរទីលំនៅពីទីក្រុងបេឡាំងមកកាន់កន្លែងដាច់ស្រយាលមួយព្រោះឪពុករបស់គាត់ត្រូវបានដំឡើងតំណែងជាមេបញ្ជាការនៅក្នុងទីក្រុងចាស់មួយកន្លែងដែលពួកគេត្រូវតែរើទៅកាន់ទីនោះក្លេលីមានមិត្តល្អៗជាច្រើននៅកន្លែងដែលគាត់ធ្លាប់រស់នៅកាលពីមុនក៏ប៉ុន្តែនៅពេលនេះនៅពេលដែលគាត់បានរើមកកាន់កន្លែងថ្មីដែលជាកន្លែងដាច់ស្រយាលដ៏ស្ងាត់ជ្រងំមួយក្លេលីមិនមានមិត្តភ័ក្តិសូម្បីតែម្នាក់នៅទីនេះគេមិនសប្បាយចិត្តនោះទេក្នុងការមករស់នៅកន្លែងដ៏ស្ងាត់ជ្រងំបែបនេះក៏ប៉ុន្តែដោយសារតែការងាររបស់ឪពុករបស់គេត្រូវតែបង្ខំចិត្តមកទីនេះនៅទីនេះមានទាហានសឹងតែគ្រប់ទីកន្លែងហើយគ្មាននរណាម្នាក់ក្នុងវ័យរបស់គាត់ដើម្បីលេងជាមួយគាត់នោះទេដោយធុញទ្រាន់នឹងជីវិតដ៏ឯកោបែបនេះយ៉ាងខ្លាំងក្លេលីបានផ្អែកខ្លួនរបស់គេទៅនឹងបង្អួចពេលនោះហើយដែលគេបានឃើញកន្លែងដ៏គួរឲ្យចាប់អារម្មណ៍មួយតាមបង្អួចគេបានឃើញកសិដ្ឋានមួយនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គេដែលមានក្មេងៗជាច្រើនកំពុងតែនៅទីនោះក៏ប៉ុន្តែចម្លែកណាស់ពួកគេទាំងអស់គ្នាស្លៀកសម្លៀកបំពាក់គេងយប់ឆ្នូតពណ៌សក្លេលីដែលស្លូតត្រង់មិនយល់ថាខោអាវដែលគេងយប់ទាំងនោះមានន័យយ៉ាងណានោះទេដូច្នេះហើយគាត់ក៏បានរត់ទៅសួរឪពុករបស់គាត់បានសួរឪពុករបស់គាត់ថាហេតុអ្វីបានជាកសិករស្លៀកសម្លៀកបំពាក់គេងយប់ទាំងអស់នោះទៅវិញឪពុករបស់គេហៀបនឹងពន្យល់នៅគ្រប់យ៉ាងទៅកាន់គេទៅហើយក៏ប៉ុន្តែម្ដាយរបស់គេបានចូលមកដល់ហើយហាមឃាត់ឪពុករបស់គេមិនឲ្យប្រាប់រឿងទាំងអស់នេះទៅកាន់ក្លេលីនោះទេនាងមិនចង់ឲ្យក្មេងតូចបែបនេះដឹងរឿងទាំងអស់នេះនៅឡើយទេក្លេលីចង់លេងជាមួយនឹងក្មេងៗទាំងអស់នោះក៏ប៉ុន្តែឪពុកម្ដាយរបស់គេបានហាមឃាត់គេពួកគេថែមទាំងបានបិទបង្អួចជាប់ហើយមិនឲ្យក្លេលីចេញពីរបងផ្ទះនេះទៀតផងប៉ុន្តែឪពុកម្ដាយរបស់គេកាន់តែហាមឃាត់គេកាន់តែចង់ដឹងអំពីកសិដ្ឋានមួយនោះថ្ងៃនេះជាលើកដំបូងហើយដែលគេបានឃើញមនុស្សស្លៀកសម្លៀកបំពាក់ខោអាវគេងយប់ឆ្នូតនៅចិត្តបំផុតគេធុញទ្រាន់ពេកហើយ
ហើយបានសម្រេចចិត្តធ្វើទងមួយនៅលើដើមឈើដូច្នេះគេបាននៅចិត្តមន្ត្រីក្រោមអាវ៉ាតម្នាក់របស់ឪពុករបស់គេមន្ត្រីម្នាក់នោះបានស្រែកដាក់អ្នកបម្រើចំណាស់ម្នាក់ដែលនៅក្បែរនោះភ្លាមក្លេលីមានការភ្ញាក់ផ្អើលដោយឆ្ងល់ថាហេតុអ្វីបានជាមន្ត្រីម្នាក់នេះប្រព្រឹត្តអំពើខុសខើយ៉ាងនេះចំពោះអ្នកបម្រើដ៏ចាស់ម្នាក់នេះទៅវិញអ្នកបម្រើចំណាស់ម្នាក់នេះបានយល់ព្រមទាំងខ្លាចរអាអ្នកបម្រើចាស់ម្នាក់នោះបានព្យាយាមស្វែងរកកង់ឡានណាមួយដែលអាចធ្វើទងឲ្យក្លេលីលេងបាននៅពេលដែលក្លេលីកំពុងតែជិះទងរបស់គេដែលធ្វើដោយដៃអ៊ំប្រុសដ៏ចំណាស់ម្នាក់នោះគេបានងើយទៅខាងលើហើយបានឃើញនៅផ្សែងដ៏ចម្លែកមួយដែលបានហុយចេញអំពីកសិដ្ឋានដែលគេបានឃើញកាលពីប៉ុន្មានថ្ងៃមុនដោយមិនចាប់អារម្មណ៍ជាមួយនឹងខ្លួនកំពុងតែជិះទងក្លេលីបានរបូតដៃធ្លាក់ពីលើទងរបស់គេហើយគេបានរបួសបន្ទាប់មកអ៊ំប្រុសចំណាស់នោះក៏បានយកក្លេលីទៅក្នុងបន្ទប់ដើម្បីរុំរបួសឲ្យគេនៅពេលដែលអ៊ំប្រុសម្នាក់នោះយកក្លេលីទៅដល់ក្នុងបន្ទប់រួចហើយគាត់ក៏បានយកបង់និងថ្នាំមួយចំនួនលាបទៅលើរបួសរបស់ក្លេលីហើយបានរុំបង់យ៉ាងស្អាតហើយមានជំនាញដ៏ប៉ិនប្រសប់របស់គាត់ក្លេលីបានឆ្ងល់ទៅនឹងអ៊ំប្រុសចំណាស់ម្នាក់នោះថាហេតុអ្វីគាត់ជាអ្នកបម្រើនៅក្នុងផ្ទះរបស់គេសោះហេតុអ្វីក៏គាត់មានជំនាញហាក់ដូចជាគ្រូពេទ្យជំនាញអញ្ចឹងអ៊ំប្រុសម្នាក់នោះក៏បានឆ្លើយប្រាប់ទៅកាន់ក្លេលីថាកាលពីមុនគាត់គឺជាដុកទ័រដ៏ពូកែម្នាក់នៅក្នុងទីក្រុងមួយនេះក៏ប៉ុន្តែពេលនេះគាត់មិនមែនជាដុកទ័រទៀតនោះទេនៅពេលដែលគាត់កំពុងតែនិយាយអំពីរឿងរបស់គាត់និងការពិតដែលក្លេលីតែងតែទទូចចង់ដឹងនោះម្ដាយរបស់ក្លេលីក៏បានមកដល់អ៊ំប្រុសចំណាស់ម្នាក់នោះមានអារម្មណ៍ភិតភ័យបន្ទាប់ពីម្ដាយរបស់ក្លេលីបានមកដល់គាត់បារម្ភថាអាចនឹងមានទោសណាមួយដាក់មកកាន់គាត់ជាមិនខានដែលធ្វើឲ្យកូនប្រុសរបស់មេបញ្ជាការម្នាក់រងរបួសដោយសារតែគាត់ក៏ប៉ុន្តែម្ដាយរបស់ក្លេលីមិនបានពិន័យឬក៏ដាក់ទោសគាត់អ្វីនោះឡើយហើយម្ដាយរបស់ក្លេលីក៏បាននាំក្លេលីចាកចេញពីទីនោះទៅនៅថ្ងៃបន្ទាប់ឪពុករបស់ក្លេលីបានជួលគ្រូប្រវត្តិសាស្ត្រម្នាក់ដើម្បីមកបង្រៀនក្លេលីនិងប្អូនស្រីរបស់គេអំពីប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ក៏ប៉ុន្តែក្លេលីមិនចូលចិត្តនៅការរៀនប្រវត្តិសាស្ត្រស្អីនោះទេគេគឺជាក្មេងដែលចូលចិត្តនៅដំណើរផ្សងព្រេងទៅវិញនោះទេហើយនៅក្នុងចិត្តរបស់គេតែងតែដកជាប់នៅកសិដ្ឋានដ៏ចម្លែកដែលគេមិនអាចរកចម្លើយបានមួយនោះនៅក្នុងថ្ងៃមួយដែលគ្មាននរណាម្នាក់ចាប់អារម្មណ៍អំពីគេក្លេលីបានរត់ចេញទៅសួនច្បារខាងក្រោយផ្ទះរបស់គេហើយបានលោតចេញតាមបង្អួចគេបានរត់កាត់ព្រៃហើយទីបំផុតបានទៅដល់កសិដ្ឋានដែលគេតែងតែទន្ទឹងចង់ទៅលេងនោះនៅពេលដែលទៅដល់កសិដ្ឋាននោះរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់ក្លេលីនោះគឺការបានជួបភេទម្ដងទៀតនៅទីនោះភ្លាមនៅពេលដែលពួកគេបានជួបគ្នាភេទបានសុំអាហារពីក្លេលីតាមរូបរាងរបស់ភេទវាច្បាស់ណាស់ថាគេបានអត់ឃ្លានអាហារជាយូរមកហើយក្លេលីមានការរំភើបនៅពេលដែលគាត់ដឹងថាភេទមានអាយុស្របាលនឹងគាត់នេះជាមិត្តដំបូងដែលគេបានបង្កើតនៅទីនេះដោយឃើញសម្លៀកបំពាក់របស់ភេទក្លេលីមានអារម្មណ៍ថាអយុត្តិធម៌ណាស់ហើយគេបានបន្តនិយាយទៅកាន់ភេទថាវាមិនយុត្តិធម៌ទេខ្ញុំជាប់នៅទីនេះតែម្នាក់ឯងរីឯឯងវិញនៅទីនេះលេងជាមួយនឹងមិត្តភ័ក្តិជាច្រើនពេញមួយថ្ងៃក្លេលីបានសួរទៅកាន់ភេទនៅលេខដែលដៅនៅលើសម្លៀកបំពាក់របស់គេនោះតើនោះគឺជាលេខដែលពួកគេបង្កើតឡើងសម្រាប់លេងល្បែងអ្វីមួយមែនដែរឬទេមិនទាន់ទាំងបានឆ្លើយនៅសំណួររបស់ក្លេលីផងភេទក៏ត្រូវបានអ្នកទោសផ្សេងទៀតហៅឲ្យគេត្រឡប់ចូលទៅក្នុងកន្លែងរបស់គេវិញបន្ទាប់មកក្លេលីក៏បានត្រឡប់ទៅផ្ទះរបស់គេវិញនៅថ្ងៃបន្ទាប់នៅក្នុងផ្ទះបាយក្លេលីម្ដាយរបស់គេនិងអ្នកបម្រើម្នាក់ទៀតកំពុងតែរៀបចំបន្លែដើម្បីរៀបចំធ្វើម្ហូបសម្រាប់អាហារថ្ងៃត្រង់របស់ពួកគេក្លេលីបានលួចសូកូឡាមួយកញ្ចប់ចេញពីផ្ទះរបស់គេហើយបានចាក់ចេញមកជួបភេទម្ដងទៀតនៅកន្លែងចាស់គេបានអង្គុយរង់ចាំភេទនៅកន្លែងចាស់នោះយ៉ាងយូរក៏ប៉ុន្តែមិនឃើញភេទចេញមកជួបគេនោះឡើយដោយការទន្ទឹងរង់ចាំភេទយូរខ្លាំងពេកក្លេលីបានរើសដុំដែកម្យ៉ាងហើយគប់ទៅលើរបងលួសដែលនៅមុខគេបន្ទាប់មកគេបានដឹងថារបងលួសនេះមានចរន្តអគ្គិសនីនៅថ្ងៃបន្ទាប់ក្លេលីដែលបានឃើញឪពុករបស់គេចាក់ចេញពីផ្ទះនេះគឺជាឱកាសដ៏កម្ររបស់គេហើយគេបានលួចចេញមកក្រៅម្ដងទៀតហើយបានមកទន្ទឹងរង់ចាំភេទនៅកន្លែងចាស់ដែលគេធ្លាប់បានជួបបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានជួបគ្នាលើកនេះក្លេលីបានសួរសំណួរមួយចំនួនទៅកាន់ភេទថាហេតុអ្វីបានជាមនុស្សស្លៀកខោអាវគេងយប់ពេញមួយថ្ងៃបែបនេះភេទឆ្លើយថាវាមិនមែនជាខោអាវគេងយប់នោះទេក៏ប៉ុន្តែពួកយើងត្រូវតែស្លៀកវាទាហានទាំងអស់នោះបានយកសម្លៀកបំពាក់របស់ពួកយើងទៅអស់បាត់ទៅហើយគេបានប្រគល់តែសម្លៀកបំពាក់មួយឈុតនេះតែប៉ុណ្ណោះមកឲ្យពួកយើងវិញដូច្នេះពួកយើងគ្មានជំរឿអ្វីផ្សេងក្រៅពីបង្ខំចិត្តស្លៀកនៅសម្លៀកបំពាក់ដដែលបែបនេះនោះទេក្លេលីកាន់តែឆ្ងល់នៅចម្លើយរបស់ភេទដែលបានឆ្លើយមកកាន់គេកាន់តែមិនយល់នៅរឿងទាំងអស់នេះក្លេលីបានបញ្ជាក់ទៅកាន់
ភេទថាអ្នកណាគេយកខោអាវរបស់ឯងភេទបានឆ្លើយថាគឺទាហានហេតុអ្វីបានជាទាហានយកសម្លៀកបំពាក់ទាំងអស់នេះហេតុអ្វីបានជាឯងឲ្យសម្លៀកបំពាក់ទាំងអស់នេះទៅកាន់ពួកគេភេទបានឆ្លើយថាព្រោះគេគឺជាជនជាតិឆ្វីសវាជាលើកដំបូងហើយសម្រាប់ក្លេលីដែលឮនៅពាក្យទាំងអស់នេះក្លេលីមិនយល់នៅរឿងរ៉ាវទាំងអស់នេះមានន័យយ៉ាងណានោះទេរហូតមកដល់ឪពុករបស់គាត់បានរៀបចំគ្រូម្នាក់ដើម្បីអប់រំគាត់និងប្អូនស្រីរបស់គាត់គ្រូរបស់ក្លេលីបានពន្យល់ក្លេលីនៅរឿងទាំងអស់ដែលគេតែងតែចង់ដឹងនៅចម្លើយគាត់បានពន្យល់ក្លេលីនិងបងស្រីរបស់ក្លេលីថាជនជាតិឆ្វីសបានបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសយើងហើយបានញុះញង់ឲ្យសត្រូវរបស់យើងស្អប់យើងថែមទៀតផងជនជាតិឆ្វីសបានធ្វើឲ្យជនជាតិរបស់យើងខូចខិលតាមរយៈសៀវភៅអាក្រក់ៗរបស់ពួកគេបានចំអកឲ្យអក្សរសាស្ត្រនិងតន្ត្រីរបស់ពួកយើងនៅគ្រប់ទីកន្លែងឥទ្ធិពលរបស់ពួកគេបានបំផ្លិចបំផ្លាញប្រទេសជាតិនិងជនជាតិរបស់យើងទាំងអស់នេះគឺជាគ្រោះថ្នាក់នៃជនជាតិរបស់យើងបន្ទាប់មកក្លេលីក៏បានឆ្ងល់នៅរឿងមួយចំនួនគេក៏បានលើកដៃសួរទៅកាន់លោកគ្រូរបស់គេនៅរឿងដែលគេមិនអាចរកចម្លើយបានគេមិនសូវយល់ស្របនឹងការពន្យល់របស់គ្រូរបស់គេនោះទេគេជឿថាមនុស្សល្អនិងមនុស្សអាក្រក់នៅលើលោកនេះមិនគួរត្រូវបានចាត់ថ្នាក់ដោយពូជសាសន៍នោះទេគេជឿថាភេទគឺជាមនុស្សល្អដូច្នេះជំនួសឲ្យការចូលរៀនថ្នាក់របស់គ្រូគាត់ក្លេលីបានលួចចូលទៅក្នុងផ្ទះបាយដោយសម្ងាត់ដោយយកអាហារសម្រន់ជាច្រើននិងរបស់ញ៉ាំមួយចំនួនទៅឲ្យភេទបានញ៉ាំរបស់ទាំងនោះយ៉ាងឈ្ងុយឆ្ងាញ់ក្លេលីបានគប់បាល់មួយទៅរកភេទដោយសង្ឃឹមថាអាចលេងជាមួយនឹងគេក៏ប៉ុន្តែភេទបានព្រមានគាត់កុំឲ្យគប់បាល់ត្រឡប់មកវិញដោយនិយាយថាវាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់គេទោះបីជាក្លេលីមិនយល់ថាហេតុអ្វីក៏ដោយក្លេលីចង់ដឹងនិងចង់ឃើញអំពីជីវិតក្មេងៗដែលរស់នៅក្នុងទីនោះក៏ប៉ុន្តែភេទក៏បានប្រញាប់ចាកចេញពីទីនោះដោយរុញរទេះរបស់គេយ៉ាងលឿននៅពេលដែលក្លេលីត្រឡប់មកផ្ទះរបស់គេវិញគេបានរត់យ៉ាងលឿនសម្ដៅចូលទៅក្នុងផ្ទះម្ដាយរបស់គេបានឃើញសកម្មភាពប្លែកៗរបស់ក្លេលីក៏ប៉ុន្តែគាត់មិនបានហៅក្លេលីសួរភ្លាមៗនោះទេភ្លាមៗនោះមានផ្សែងដ៏ខ្មៅងងឹតមួយបានឆេះចេញពីកសិដ្ឋាននៅក្បែរនោះមានអារម្មណ៍ថាក្លិនទាំងអស់នេះហាក់ដូចជាចម្លែកខុសពីធម្មតាមន្ត្រីដែលនៅក្បែរម្ដាយរបស់ក្លេលីបានពន្យល់ទៅកាន់ម្ដាយរបស់ក្លេលីថាក្លិនទាំងអស់នេះគឺជាក្លិននៃជនជាតិឆ្វីសដែលត្រូវបានប្រមូលយកទៅដុតទាំងរស់នៅក្នុងឡដុតឈើមួយកន្លែងនៅក្នុងកសិដ្ឋានរបស់យើងម្ដាយរបស់ក្លេលីឈរយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងនៅទីនោះនាងគិតមួយសន្ទុះសម្លឹងមើលទៅបំពង់ផ្សែងពីចម្ងាយហើយស្រាប់តែយល់ពីអ្វីដែលមន្ត្រីនោះចង់និយាយនាងបានទៅជួបស្វាមីរបស់នាងភ្លាមនាងមិនអាចជឿទេថាស្វាមីរបស់នាងអាចធ្វើអំពើឃោរឃៅបែបនេះបាននោះទេពួកគេបានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងប៉ុន្តែនាងគ្មានអំណាចក្នុងការផ្លាស់ប្ដូរអ្វីៗទាំងអស់នោះឡើយនៅល្ងាចថ្ងៃមួយនៅពេលដែលគ្រួសាររបស់ក្លេលីកំពុងតែទទួលទានអាហារពេលល្ងាចរបស់ពួកគេមានអ្នកបម្រើដ៏ចំណាស់ម្នាក់បានធ្វើឲ្យកាយស្រារបស់ពួកគេកំពុបបន្ទាប់មកកូនចៅរបស់ឪពុកក្លេលីបានក្រៀកគាត់ចេញទៅក្រៅម្ដាយរបស់ក្លេលីបានអង្វរទៅកាន់ឪពុករបស់ក្លេលីក៏ប៉ុន្តែឪពុករបស់ក្លេលីធ្វើមិនដឹងនៅការអង្វររបស់ប្រពន្ធរបស់គាត់ក្លេលីចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចជាមួយនឹងឪពុករបស់ខ្លួននៅក្នុងបន្ទប់ក្លេលីបាននិយាយរឿងដែលបានកើតឡើងមុននេះជាមួយនឹងបងស្រីរបស់គេក៏ប៉ុន្តែបងស្រីរបស់គេត្រូវបានជំនឿដ៏ងងឹតងងុលនោះលាងខួរក្បាលរបស់នាងបាត់ទៅហើយនាងបានព្យាយាមបញ្ចូលនៅជំនឿទាំងអស់នោះទៅកាន់ក្លេលីដោយសារតែក្លេលីមិនទាន់យល់នៅរឿងទាំងអស់នោះគេមិនមានអ្វីឆ្លើយតបជាមួយនឹងបងស្រីរបស់គេនោះឡើយនៅថ្ងៃបន្ទាប់ខេលីមានអារម្មណ៍ភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់ភេទដែលកំពុងតែនៅក្នុងផ្ទះរបស់គេភេទត្រូវបានមន្ត្រីរបស់ឪពុកក្លេលីបញ្ជូនឲ្យមកធ្វើជាអ្នកបម្រើនៅក្នុងផ្ទះរបស់គេក្លេលីបានព្យាយាមនិយាយជាមួយនឹងភេទក៏ប៉ុន្តែភេទមិនបានចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់ក្លេលីនោះឡើយភ្នែករបស់គេបានសម្លឹងទៅរកតែនំប៉័ងដែលនៅលើតុនោះតែប៉ុណ្ណោះក្លេលីក៏បានសួរទៅកាន់ភេទថាតើឯងចង់ញ៉ាំនំប៉័ងនេះមែនទេភេទក៏បានឆ្លើយមកកាន់ក្លេលីដោយមិនស្ទាក់ស្ទើរថាពិតណាស់គេពិតជាចង់ញ៉ាំនំប៉័ងនេះមែនបន្ទាប់មកក្លេលីក៏បានយកនំប៉័ងមួយដើមទៅឲ្យភេទបានទទួលនំប៉័ងពីក្លេលីដោយអារម្មណ៍ត្រេកអរគេក៏បានញ៉ាំនំប៉័ងនោះដោយអារម្មណ៍ស្រេកឃ្លានរបស់គេបន្ទាប់មកមន្ត្រីម្នាក់នៃឪពុករបស់ក្លេលីក៏បានដើរចូលមកដល់មន្ត្រីម្នាក់នោះបានឃើញភេទកំពុងតែញ៉ាំនំប៉័ងគេគិតថាភេទប្រកាសជាលួចនំប៉័ងនេះយកទៅញ៉ាំជាក់ជាមិនខានបន្ទាប់មកមន្ត្រីម្នាក់នោះក៏បានដើរមកជិតភេទហើយបាននិយាយខ្លាំងៗជាមួយនឹងភេទដោយពាក្យសម្ដីមួយចំនួនដែលពោពេញទៅដោយភាពឃោរឃៅបន្ទាប់មកមន្ត្រីម្នាក់នោះក៏បានសួរទៅកាន់ភេទថាតើឯងបានលួចនំប៉័ងនេះមែនដែរទេភេទបាននិយាយថាទេគេមិនបានលួចនំប៉័ងនេះនោះទេគឺជាវាយតូចឲ្យខ្ញុំនោះទេបន្ទាប់មកមន្ត្រីម្នាក់នោះក៏បានសួរទៅកាន់ក្លេលីថាតើអ្នកប្រុសឲ្យនំប៉័ងនេះទៅវាមែនដែរទេក្លេលីដោយមានអារម្មណ៍ភិតភ័យនិងតក់ស្លុតគេបានឆ្លើយថាគេមិនបានឲ្យនំប៉័ង
ំងនេះទៅកាន់ភេទនោះទេក្មេងប្រុសម្នាក់នេះគឺជាអ្នកលួចនំប៉័ងនេះដោយខ្លួនឯងភេទបន្ទាប់ពីឮក្លេលីនិយាយបែបនេះទៅកាន់មន្ត្រីរបស់គេរួចហើយគេមានអារម្មណ៍ស្រឡាំងកាំងយ៉ាងខ្លាំងជាមួយនឹងក្លេលីបន្ទាប់មកមន្ត្រីម្នាក់នោះក៏បានចាក់ចេញពីទីនោះទៅដោយមានអារម្មណ៍ថាបានសាងកំហុសមួយទៅកាន់ភេទក្លេលីបានចុះពីលើបន្ទប់គេយ៉ាងលឿនដើម្បីមកសុំទោសភេទក៏ប៉ុន្តែភេទមិនបាននៅទីនេះទៀតនោះទេបន្ទាប់មកគេក៏បានរត់យ៉ាងលឿនសម្ដៅទៅក្រោយផ្ទះរបស់គេដើម្បីទៅកសិដ្ឋានដែលជាកន្លែងដែលគេតែងតែជួបភេទក៏ប៉ុន្តែគេនៅតែមិនបានឃើញភេទដោយមិនបានជួបភេទដើម្បីនិយាយសុំទោសទៅកាន់ភេទក្លេលីក៏បានត្រឡប់មកផ្ទះរបស់គេវិញនៅពេលដែលគេត្រឡប់មកផ្ទះរបស់គេវិញភេទបានឃើញឪពុករបស់ខ្លួនជាមួយនឹងមន្ត្រីផ្សេងទៀតយ៉ាងច្រើនកំពុងតែជួបជុំគ្នាដើម្បីមើលនៅវីដេអូនៅក្នុងកសិដ្ឋាននៅក្បែរផ្ទះរបស់គេរូបភាពទាំងនោះបានធ្វើឲ្យភេទមានអារម្មណ៍ថាខុសយ៉ាងខ្លាំងជាមួយនឹងឪពុករបស់គេបន្ទាប់មកគេក៏បានរត់ទៅអោបឪពុករបស់គេដោយបង្ហាញនៅអារម្មណ៍សុំទោសចំពោះឪពុករបស់គេដែលគេបានយល់ច្រឡំជាមួយនឹងឪពុករបស់ខ្លួនក៏ប៉ុន្តែមានតែម្ដាយរបស់ក្លេលីនោះទេដែលដឹងអំពីការពិតទាំងអស់នេះហើយនាងមានអារម្មណ៍ថាប្តីរបស់នាងពិតជាគួរឲ្យខ្លាចខ្លាំងណាស់នាងមិនអាចរស់នៅទីនេះទៀតបាននោះទេច្រើនថ្ងៃកន្លងផុតទៅក្លេលីតែងតែមករកភេទដើម្បីសុំទោសនៅរឿងដែលបានកើតឡើងជាមួយនឹងគេកាលពីប៉ុន្មានថ្ងៃមុនក៏ប៉ុន្តែគេមិនបានឃើញភេទនៅកន្លែងដែលគេធ្លាប់ជួបទៀតនោះទេថ្ងៃមួយគេក៏បានមករកភេទដូចសពមួយដងលើកនេះគេពិតជាបានជួបភេទមែនក៏ប៉ុន្តែស្ថានភាពរបស់ភេទមើលទៅហាក់ដូចជាទ្រុឌទ្រោមខ្លាំងណាស់រាងកាយរបស់គេមានរបួសសឹងតែគ្រប់ទីកន្លែងក្លេលីបានសួរទៅកាន់ភេទថាតើរបួសនៅលើមុខរបស់ឯងគឺជាកំហុសរបស់យើងមែនដែរឬទេក្លេលីបានដឹងថាពិតណាស់វាគឺជាកំហុសដែលបណ្ដាលមកពីគេបន្ទាប់មកក្លេលីក៏បានរៀបរាប់នៅអារម្មណ៍របស់គេនៅថ្ងៃនោះប្រាប់ទៅកាន់ភេទហើយសូមឲ្យភេទអធ្យាស្រ័យឲ្យគេភេទក៏បានយល់ព្រមអធ្យាស្រ័យឲ្យគេហើយទំនាក់ទំនងរបស់ពួកគេក៏បានបន្តឡើងវិញជាធម្មតានៅថ្ងៃបន្ទាប់នៅពេលដែលពួកគេកំពុងតែហូបអាហារជុំគ្នានោះម្ដាយរបស់ភេទបាននិយាយអារម្មណ៍របស់គេទៅកាន់ស្វាមីរបស់ខ្លួនម្ដាយរបស់ក្លេលីបាននិយាយជាមួយនឹងប្តីរបស់នាងថានាងមិនអាចរស់នៅទីនេះទៀតបាននោះទេដូច្នេះហើយនាងសូមប្តីរបស់នាងដើម្បីចាកចេញពីទីនេះប្តីរបស់នាងក៏បានយល់ព្រមហើយពួកគេនឹងចាកចេញនៅថ្ងៃស្អែកក៏ប៉ុន្តែនៅពេលនេះក្លេលីហាក់មានអារម្មណ៍មិនចង់ចាកចេញពីទីនេះប៉ុន្មាននោះទេព្រោះនៅពេលនេះអារម្មណ៍របស់គេចូលចិត្តកន្លែងនេះបាត់ទៅហើយបន្ទាប់មកក្លេលីក៏បានមកជួបភេទហើយម្ដងនេះពួកគេបានលេងអុកជាមួយគ្នាយ៉ាងសប្បាយមុននឹងពួកគេត្រូវបែកគ្នានៅពេលដែលពួកគេកំពុងតែលេងអុកនោះភេទបាននិយាយអំពីរឿងរបស់គេប្រាប់ទៅកាន់ក្លេលីថាគេបានបាត់ឪពុករបស់គេនៅក្នុងកសិដ្ឋាននៃអ្នកទោសជនជាតិជ្វីនោះបាត់ទៅហើយគេមិនដឹងថាឪពុករបស់គេទៅទីណានោះទេក៏ប៉ុន្តែគេរកមិនឃើញសោះនៅក្នុងជំរំនោះហើយគេនៅតែបន្តស្វែងរកបែបនេះជារៀងរាល់ថ្ងៃក្លេលីចង់ជួយស្វែងរកឪពុករបស់ភេទដោយគេនៅតែមានអារម្មណ៍ថាមានកំហុសចំពោះភេទនៅរឿងពីមុនដូច្នេះហើយនេះគឺជាឱកាសតែមួយគត់ដើម្បីឲ្យគេអាចលុបលាងនៅកំហុសនេះជាមួយនឹងភេទមុនពេលដែលគេចាកចេញពីកន្លែងនេះពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តរៀបចំគម្រោងស្វែងរកឪពុករបស់ភេទនៅក្នុងកសិដ្ឋានមួយនេះនៅថ្ងៃស្អែកក្លេលីបានយកឈើទៅចាក់ដីនៅក្បែរនោះហើយគេបានឃើញថាដីនោះទុនអាចជីកចូលទៅក្នុងបានគម្រោងរបស់គេដើម្បីទៅស្វែងរកឪពុករបស់ភេទនៅខាងក្នុងពិតជាអាចទៅរួចក្លេលីបានប្រាប់ទៅកាន់ភេទថាគេនឹងរៀបចំខោអាវគេងយប់មួយឈុតសម្រាប់បេសកកម្មរបស់គេនៅថ្ងៃស្អែកហើយពួកគេក៏បានបែកគ្នានៅពេលនោះទៅនៅយប់នោះដែរពួកគេទាំងពីរនាក់មិនបានគេងលក់នោះទេភេទបានគិតអំពីឪពុករបស់គេឯក្លេលីវិញបានគិតអំពីគម្រោងផែនការរបស់គេនៅថ្ងៃស្អែកនៅព្រឹកបន្ទាប់នៅពេលដែលពួកគេកំពុងតែរៀបចំដើម្បីចាក់ចេញផ្លាស់ប្ដូរទីលំនៅរបស់ពួកគេទៅកន្លែងផ្សេងនោះក្លេលីក៏បានយកនំប៉័ងមួយដើមដាក់ត្រង់ចង្កេះខោរបស់គេហើយបំរុងចាក់ចេញពីក្នុងផ្ទះនោះដើម្បីមកជួបភេទម្ដាយរបស់ក្លេលីបានឃើញក្លេលីបំរុងចាក់ចេញពីបន្ទប់គាត់ក៏បានសួរទៅកាន់ក្លេលីថាតើកូនបំរុងនឹងទៅណាក្លេលីបានកុហកម្ដាយរបស់គេថាគេសុំម្ដាយរបស់គេដើម្បីទៅលេងទូងនិងវាស្មៅនៅក្រោយផ្ទះរបស់គេជាលើកចុងក្រោយមុននឹងគេចាក់ចេញពីទីនេះម្ដាយរបស់គេក៏បានយល់ព្រមជាមួយនឹងការសុំរបស់ក្លេលីការពិតក្លេលីបានកុហកម្ដាយរបស់ខ្លួនដើម្បីមកជួបភេទហើយបំពេញនៅបេសកកម្មរបស់គេដែលបានសន្យាជាមួយនឹងភេទតែប៉ុណ្ណោះក្លេលីបានរត់កាត់ព្រៃយ៉ាងលឿនសម្ដៅមករកភេទជាមួយនឹងប៉ែរបស់គេដើម្បីជីកដីសម្រុកចូលទៅខាងក្នុងបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានជួបគ្នាហើយបេសកកម្មរបស់ពួកគេក៏បានចាប់ផ្ដើមនៅពេលនោះក្លេលីបានព្យាយាមដូរសម្លៀកបំពាក់ហើយបានជីកដីសម្រុកចូលទៅខាងក្នុងម្ដាយរបស់ក្លេលីបានសម្លឹងទៅកាន់ទងដែលក្លេលីបានសុំទៅលេងនៅទីនោះក៏ប៉ុន្តែគាត់មិនបានឃើញក្លេលីនោះទេក្លេលីហើយនឹងភេទពួកគេកំពុងតែសម្រុកចូលទៅក្នុងជំរំអ្នកទោសជនជាតិជ្វីដើម្បីជួយស្វែងរកឪពុករបស់ភេទនៅពេលដែលទៅដល់ខាងក្នុងក្លេលីហើយនឹងភេទបានពិភាក្សាគ្នាអំពីកន្លែងដែលឪពុករបស់គេបានបាត់ខ្លួនបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានព្យាយាមស្វែងរកឪពុករបស់ភេទជាបន្តពួកគេបានចូលទៅក្នុងជំរំមួយរបស់ជនជាតិជ្វីភ្លាមនោះមន្ត្រីនៃជនជាតិអាល្លឺម៉ង់បានប្រមូលជនជាតិជ្វីនៅជំរំនោះទាំងអស់
យកទៅដាក់នៅក្នុងឡមួយដែលជាឡតែងតែដុតអ្នកទោសជនជាតិជ្វីសណាដែលរឹងជជែកតវ៉ានិងប្រឆាំងជាមួយនឹងពួកគេ Clearly ហើយនឹង Page ក៏មានវត្តមាននៅក្នុងនោះដែរពួកគេមិនបានដឹងទេថាពួកទាហានទាំងអស់នេះនាំពួកគេទៅកន្លែងណានោះទេគេបានឲ្យអ្នកទោសទាំងអស់ដោះសម្លៀកបំពាក់របស់ពួកគេចេញហើយឲ្យពួកគេចូលទៅក្នុងបន្ទប់មួយដែលពួកគេបានរៀបចំនោះគឺជាឡសម្រាប់ដុតអ្នកទោសជនជាតិជ្វីសណាដែលមាននិន្នាការប្រឆាំងជាមួយនឹងអាល្លឺម៉ង់ Page ហើយនឹង Clearly ក៏បានចូលទៅក្នុងឡនោះជាមួយអ្នកទោសផ្សេងទៀតដែរមន្ត្រីនៃជនជាតិអាល្លឺម៉ង់ទាំងអស់នោះមិនបានដឹងទេថាពួកគេកំពុងតែបញ្ជូនកូនប្រុសនៃមេបញ្ជាការរបស់គេទៅកាន់យមរាជដែរនោះទេបន្ទាប់មក Clearly ហើយនឹង Page រួមទាំងអ្នកទោសផ្សេងទៀតដែលនៅទីនោះត្រូវបានមន្ត្រីនៃជនជាតិអាល្លឺម៉ង់ទាំងអស់នោះដុតសម្លាប់ពួកគេទាំងរស់នៅទីនោះតែម្ដងម្ដាយរបស់ Clearly បានដឹងថាកូនប្រុសរបស់ខ្លួនបានបាត់ខ្លួនគេក៏បានឲ្យមន្ត្រីរបស់ខ្លួនដើម្បីស្វែងរកកូនប្រុសរបស់ខ្លួនត្រឡប់មកវិញមន្ត្រីនោះបានព្យាយាមស្វែងរក Clearly តាមដានរបស់គេមុននឹងគេបាត់ខ្លួនបន្ទាប់មកគេក៏បានតាមមកដល់ជំរំនៃជនជាតិជ្វីសទាំងអស់នោះហើយក៏បានដឹងថា Clearly បន្លំខ្លួនចូលមកក្នុងជំរំជនជាតិជ្វីសទាំងអស់នេះហើយក៏ត្រូវបានគេយកទៅដុតទាំងរស់នៅក្នុងឡនោះជាមួយនឹងអ្នកទោសផ្សេងទៀតដែរម្ដាយរបស់ Clearly បានដឹងនៅរឿងទាំងអស់នេះហើយនាងពិតជាឈឺចាប់និងទទួលយកនៅការពិតមួយនេះមិនបាននោះទេសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់អរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា